គ្រប់ទាំងអ្វីទាំងអស់ទាំងយើងមើលឃើញទាំងយើងមើលមិនឃើញសុទ្ធតែស្ដាប់បង្គាប់ព្រះជាម្ចាស់ព្រះបន្ទូលរបស់ព្រះអង្គមានឫទ្ធានុភាពក្នុងការបំផ្លាស់បំប្រែស្ថានភាពរបស់ខ្ញុំហើយនឹងភ្នំដែលមាននៅក្នុងជីវិតរបស់ខ្ញុំ Hi, I'm Cindy. សួស្តីខ្ញុំពិសី Today we're going to read Psalm 33 and we're going to look at especially verses 6 to 9, but you read the whole psalm and see how God speaks to you. ថ្ងៃនេះយើងនឹងអានទំនុកដំកើងចំពុកទី33ខ6ហើយនិងខ9ប៉ុន្តែសូមលោកអ្នកបងប្អូនទាំងអស់គ្នាអានមួយចំពុកទាំងអស់នេះពេញតែម្ដងហើយថាតើចាំមើលព្រះអង្គមានព្រះបន្ទូលអ្វីទៅកាន់លោកអ្នកទាំងអស់គ្នាខ្លះ Verse 6 says, By the word of the Lord the heavens were made, and by the breath of his mouth all their hosts. For verse 9 says, For he spoke, and it was done. He commanded, and it stood fast. ខ6ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ហើយអ្វីទាំងអស់នៅលើមេឃក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរខ9ត្បិតអ្វីទាំងអស់កើតមានដោយសារព្រះបន្ទូលរបស់ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះមែន What power there is in the word of God. ពិតជាមានឫទ្ធានុភាពអស្ចារ្យមែនទែននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ All the elements, things seen and unseen, obey his voice. គ្រប់ទាំងអ្វីទាំងអស់ទាំងយើងមើលឃើញទាំងយើងមើលមិនឃើញសុទ្ធតែស្ដាប់បង្គាប់ព្រះជាម្ចាស់ He speaks and it is. ព្រះអង្គគ្រាន់តែមានព្រះបន្ទូលហើយកិច្ចការទាំងអស់នោះនឹងកើតមានមែន He commands and it's established. ហើយនៅពេលដែលព្រះអង្គមានព្រះរាជបញ្ជាកិច្ចការទាំងអស់នោះកើតឡើង He needs no help. ព្រះអង្គអត់ត្រូវការជំនួយ He needs no time. អត់ត្រូវការពេលវេលា He speaks and it's settled. គ្រាន់តែព្រះអង្គមានព្រះបន្ទូលហើយកិច្ចការទាំងអស់នោះកើតចេញមែន This is the God we serve. នេះគឺជាព្រះដែលយើងទាំងអស់គ្នាគោរពនិងដើរតាម We don't want to be tempted like Eve យើងអត់ចង់ទទួលបានការលបួងដូចជានាងអេវ៉ា to doubt the word of God and its power. ហើយចាប់ផ្ដើមមានមន្ទិលសង្ស័យជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គ The word of the Lord is living and active and sharper than a two-edged sword. ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិតហើយកំពុងតែរស់នៅរាល់ថ្ងៃនេះហើយមុតស្រួចជាងដើមពីទៅទៀត It has the ability to change my circumstances, to move mountains. ព្រះបន្ទូលរបស់ព្រះអង្គមានឫទ្ធានុភាពក្នុងការបំផ្លាស់បំប្រែស្ថានភាពរបស់ខ្ញុំហើយនឹងភ្នំដែលមាននៅក្នុងជីវិតរបស់ខ្ញុំ Sharper than a two-edged sword. សូមចាំថាមុតស្រួចជាងដើមមុខពីទៅទៀត He sends his piercing word to me នៅពេលដែលព្រះអង្គមានព្រះបន្ទូលយ៉ាងមុតស្រួចមួយនេះមកកាន់ជីវិតរបស់ខ្ញុំ to divide between my soul and my spirit and to judge my every thought and intention. ដើម្បីកាត់ផ្ដាច់ឲ្យចេញអំពីចិត្តនិងគំនិតរបស់ខ្ញុំអំពីព្រលឹងហើយនិងវិញ្ញាណរបស់ខ្ញុំហើយឲ្យនៅការត្រឹមត្រូវនៅការកាត់ក្តីការវិនិច្ឆ័យនៅក្នុងចិត្តគំនិតរបស់ខ្ញុំទាំងអស់ He calls to me to align myself with his word ព្រះអង្គបានត្រាស់ឲ្យខ្ញុំជារៀងរាល់ថ្ងៃឲ្យរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ and to shun the conformity that the world demands. ហើយបន្តមកទៀតមិនស្របតាមលោកីយ៍និងអ្វីរបៀបដែលលោកីយ៍នោះទេ He teaches me to allow his life-giving word to renew my mind. ហើយព្រះអង្គអនុញ្ញាតឲ្យព្រះបន្ទូលដែលមានជីវិតរបស់ព្រះអង្គផ្ដល់ជីវិតមកកាន់ចិត្តគំនិតរបស់ខ្ញុំ And to rule over my thoughts. ហើយបន្តមកទៀតដឹកនាំនៅចិត្តនិងគំនិតរបស់ខ្ញុំ He patiently peels back the layers of deception. អញ្ចឹងមានការកុហកកិច្ចការមួយចំនួននៅក្នុងចិត្តគំនិតរបស់ខ្ញុំដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បកចេញកាត់ចេញម្ដងមួយ And those things that I have maybe unintentionally allowed to come into my mind. ហើយអ្វីផ្សេងទៀតដែលខ្ញុំបានអនុញ្ញាតឲ្យចូលមកកាន់ចិត្តគំនិតរបស់ខ្ញុំ And as his light lays bare and exposes my thoughts and intentions, I'm changed. ហើយខណៈពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាំងចូលមកក្នុងជំរឿនដួងចិត្តរបស់ខ្ញុំទាំងចិត្តទាំងគំនិតនិងជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរ And I refuse to live a double life before the one who sees all. ហើយខ្ញុំបដិសេធជ្រើសរើសមិនរស់នៅក្នុងជីវិតពាក់កណ្ដាលនេះពាក់កណ្ដាលនោះទេ Yes, his word changes me and it'll change you. ហើយព្រះបន្ទូលព្រះជាម្ចាស់បានបំផ្លាស់បំប្រែជីវិតរបស់ខ្ញុំហើយនឹងបំផ្លាស់បំប្រែជីវិតរបស់លោកអ្នកទាំងអស់គ្នាដូចគ្នាដែរ Do you realize God's word was the first voice? លោកអ្នកចាប់អារម្មណ៍ទេថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសំឡេងគឺជាព្រះសូរសៀងទី1 And it will be the final voice. ហើយក៏នឹងជាសំឡេងចុងក្រោយដូចគ្នាដែរ The Bible says that we're born again of the imperishable word of God.
ហើយព្រះបន្ទូលរបស់ព្រះអង្គបានចែងទៀតថាព្រះបន្ទូលនឹងមិនផ្លាស់ប្រែទេមិនរលត់បាត់ទេគឺនឹងនៅអកលជានិច្ចដូចគ្នា And we're called to live by that same power of that same word. ហើយយើងដូចគ្នាព្រះអង្គសពថាទេឲ្យយើងរស់នៅស្របតាមព្រះបន្ទូលដែលពេញទៅដោយឫទ្ធានុភាពមួយនេះ God who said, "Let there be light in the darkness," has made his light shine in our hearts. ព្រះជាម្ចាស់ដែលព្រះបន្ទូលរបស់ព្រះអង្គបានបញ្ជាឲ្យមានពន្លឺហើយពន្លឺក៏កើតមានឡើងហើយពន្លឺនោះបានចាំងចូលមកក្នុងជីវិតរបស់យើងតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើង We need to thank God every day for his word. យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់រាល់ថ្ងៃសម្រាប់ព្រះបន្ទូលដ៏មានជីវិតរបស់ព្រះអង្គសម្រាប់ជីវិតយើងតោះយើងអធិដ្ឋាន Lord, I stand in amazement at the power of your word. ព្រះអង្គឲ្យកូនឈរមើលទាំងអស្ចារ្យនៅក្នុងដួងចិត្តរបស់កូនព្រះអង្គសម្រាប់ឫទ្ធានុភាពរបស់ព្រះអង្គ What comes forth from your mouth is more powerful than any nuclear bomb. ហើយព្រះបន្ទូលដែលចេញពីព្រះអស់របស់ព្រះអង្គមានឫទ្ធានុភាពអស្ចារ្យណាស់លើសទាំងអ្វីៗទាំងអស់ It has the power to change a heart and even a nation. មានឫទ្ធានុភាពក្នុងការបំផ្លាស់បំប្រែចិត្តមនុស្សម្នាក់បុគ្គលម្នាក់ហើយនឹងប្រជាជាតិមួយ It has the power to create simple one-celled creatures and yet the complexity of human beings. មានឫទ្ធានុភាពក្នុងការបំផ្លាស់បំប្រែមនុស្សម្នាក់កោសិកានៅក្នុងខ្លួនមនុស្សម្នាក់ហើយនឹងអ្វីផ្សេងទៀតជាច្រើនដូចគ្នាដែរ You place the stars in the heavens and the planets in their orbits. ព្រះអង្គបានដាក់ផ្កាយវងតារាជាច្រើននៅលើផ្ទៃមេឃ All things are held together by your word. អ្វីទាំងអស់បានកើតមានឡើងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ Lord, as your child, ព្រះអង្គឲ្យក្នុងនាមជាកូនរបស់ព្រះអង្គ teach us to walk in the power of your word. សូមបង្រៀនយើងទាំងអស់គ្នាឲ្យដើរស្របតាមព្រះបន្ទូលដ៏អស្ចារ្យរបស់ព្រះអង្គ Lord, I admit your word changed the trajectory of my life. ព្រះអង្គឲ្យកូនសូមឲ្យព្រះបន្ទូលរបស់ព្រះអង្គបានបំផ្លាស់បំប្រែគ្រប់ផ្នែកទាំងអស់ក្នុងជីវិតរបស់កូន You changed my heart from a rocky desert to a fertile garden. សូមបំផ្លាស់បំប្រែដួងចិត្តដែលរឹងដូចថ្មរបស់កូនឲ្យទៅជាសួនដែលពោរពេញទៅដោយភាពស្រស់ស្អាត Your word causes the simple to ព្រះបន្ទូលរបស់ព្រះអង្គបានបង្កើតឲ្យមានជីវិតចេញឡើង Your word causes kings to rise. ព្រះបន្ទូលរបស់ព្រះអង្គបានលើកស្ដេចឲ្យឡើងហើយក៏ទម្លាក់ស្ដេចចុះ Teach us to hear your word. សូមជួយយើងម្នាក់ៗឲ្យឮព្រះសូរសៀងរបស់ព្រះអង្គ To speak your word. ហើយនិយាយចេញនៅព្រះបន្ទូលរបស់ព្រះអង្គហើយរស់ស្របតាមព្រះបន្ទូលរបស់ព្រះអង្គអាមែនអរគុណ So we want to thank you for listening today, for watching our videos, and we want to help. We would really appreciate it if you could like and share so that other people will also receive this video. We would just love people to be immersed in the Word of God. អរគុណលោកអ្នកបងប្អូនទាំងអស់គ្នាសម្រាប់ការចូលរួមជាមួយនឹងវីដេអូព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងសភៅទំនុកដំកើងជាមួយនឹងពួកយើងទាំងអស់ទាំងពីរនាក់ហើយក៏សូមឲ្យលោកអ្នកបងប្អូនបើសិនជាលោកអ្នកបងប្អូនបានទទួលព្រះពរតាមរយៈមេរៀនរបស់ពួកយើងសូមជួយចែករំលែកទៅកាន់មិត្តភ័ក្តិនិងក្រុមគ្រួសាររបស់លោកអ្នកបងប្អូនអ្នកដទៃផ្សេងទៀតដើម្បីពួកគាត់បានមានឱកាសនៅក្នុងការទទួលបាននៅមេរៀននិងព្រះបន្ទូលរបស់ព្រះអង្គតាមរយៈកិច្ចការដែលពួកយើងធ្វើជាមួយគ្នានេះផងដែរ Bye. អរគុណច្រើនព្រះ Thank ប្រទានព you. រ Good.